អាហ្នឹងសារថ្មជើងហេមិនថ្មជើងគេលក់អីនៅតាមផ្លូវហើយវាបង្កើតភាពតាក់ទាញមួយដែរល្អខ្លាំងមែនទែននេះលក់ដូររេឯងខ្ញុំអត់ដែរបានចូលសារនេះទេអត់ដែរបានចូលខាងក្នុងទេបានតែមកជីកកាត់យ៉ាងឯងឃើញមានគេលក់អីហើយពេលកាត់ទៅខ្ញុំមកទិញអីវ៉ាន់ហ្នឹងដែរនឹងទិញអីវ៉ាន់ហ្នឹងគឺខ្ញុំអត់ចោះទៅទេខ្ញុំអត់ចោះដាក់ម៉ូតូផ្ញើចូលខាងក្នុងគឺយើងទិញខាងក្រៅមានលក់ដូចគ្នាដែរពេលចាស់នៅខាងក្រៅមានបងប្អូនខ្មែរអ៊ីស្លាមគាត់លក់នៅខាងក្រៅលក់ត្រីលក់អីចឹងទៅម្យ៉ាងដែរស្អាតបើសិនជាបាត់ដំបងយើងមានការរៀបចំចឹងឲ្យបានច្រើនណាថាយើងបើកជាប្រភេទសារនៅលើផ្លូវចឹងអូខេបើសិនជាអ្នកភូមិគេមកលក់ស្រាប់ហើយយើងគួរតែរៀបចំមានស្តាប់ថតពីនឹងទៀតទៅវាទៅជាផ្សារមួយដែលមានរបៀបរៀបរយអញ្ចឹងវាធ្វើឲ្យមានភាពទេសចរមកដែរហើយផ្សារមិញសម្បូរភ្ញៀវមកណាសម្បូរភ្ញៀវទេសចរមកថតនៅជាពិសេសជនជាតិបារាំងអីមកអញ្ចឹងមកចាប់អារម្មណ៍ជាមួយសារនេះមែនតើគាត់ដើរថតដែរខ្ញុំមកដល់នេះខ្ញុំចង់ជិះម៉ូតូហើយខ្ញុំធ្វើជាវីដេអូថតនៅតាមផ្លូវដែលខ្ញុំជិះម៉ូតូបងប្អូនទាំងគ្នាចង់ជិះជុំវិញបាត់ដំបងមួយជុំខ្ញុំចង់ជិះជុំវិញបាត់ដំបងមួយជុំយើងចេញពីផ្ទះយើងសិនអូខេអូខេបងប្អូនទាំងគ្នាឥឡូវយើងកំពុងតែ record ហើយនៅក្នុងកាមេរ៉ារបស់យើងនេះដូចថាខ្ញុំជិះម៉ូតូយើងមើលកាមេរ៉ាអត់ឃើញទេខ្ញុំបានជិះ record ហើយអញ្ចឹងយើងធ្វើដំណើរខ្ញុំចង់ធ្វើដំណើរទៅញ៉ាំកាហ្វេពេលព្រឹកឡើងខ្ញុំញ៉ាំកាហ្វេហើយខ្ញុំយកការងារខ្ញុំមួយចំនួនហ្នឹងយកទៅធ្វើនៅកន្លែងហាងកាហ្វេដូចគ្នាដែរចឹងខ្ញុំថ្ងៃនេះធ្វើវីដេអូតែម្ដងទៅហើយចង់ថតពីបាត់ដំបងខ្ញុំស្វែងជិះមកជុំឲ្យបងប្អូនបានឃើញដែរចង់ដឹងថាបាត់ដំបងឥឡូវគឺគេអភិវឌ្ឍដល់ណាហើយចង់ឃើញជាមួយនឹងផ្លូវណាខ្លះហើយខ្ញុំព្យាយាមថតវីដេអូឲ្យបានច្រើននៅវីដេអូក្រោយទៀតវីដេអូនេះគឺយើងទៅញ៉ាំអីសិនបងប្អូនចាំយើងចេញទៅញ៉ាំអីហើយចាំយើងទៅណាទៅណីបន្ថែមទៀតឥឡូវយើងជិះដល់ស្ពានតែផ្លូវខ្ញុំចេញពីវត្តគោមកតែខ្ញុំនៅខាងវត្តគោនេះស្ពានតែផ្លូវអ្នកដែលបាយពីស្រុកកំណើតរាប់ខែរាប់ឆ្នាំគួរតែមកលេងឲ្យបានស្គាល់ម្ដងទៅដោយសារតែបាត់ដំបងយើងគឺមានការប្រែប្រួលឬការអភិវឌ្ឍទៅលើទីក្រុងកន្លែងប៉មនេះក៏សំខាន់ខ្លាំងដែរកន្លែងប៉មរបស់បារាំងខ្ញុំចង់ធ្វើវីដេអូជិះម៉ូតូបានច្រើននៅក្នុងបាត់ដំបងដើម្បីឲ្យពុកម៉ែបងប្អូនបានឃើញហើយខ្ញុំចង់និយាយគ្នាលេងផងដែរនៅតាមផ្លូវវត្តសំពៅកន្លែងវត្តសំពៅមានរោងចក្រតកមួយមានជាមួយនឹងនេះផ្ទះបារាំងផ្ទះបុរាណតាំងពីសម័យបារាំងនៅកន្លែងនេះនៅកាច់នេះមានផ្ទះមួយនៅអត់តាន់វាយចោលទេអញ្ចឹងអាហ្នឹងផ្ទះបុរាណតាំងពីសម័យណាណីគេទុករហូតដល់ឥឡូវសាលើនេះកន្លែងសាលើពីមុនសាលើមុននឹងគេធ្វើសារថ្មីគឺគេយកទីតាំងបូរីលេនេះធ្វើជាផ្សារលើប្រហសនត្រឹមតែគេធ្វើឲ្យបានគេបដូរពីទីតាំងកន្លែងហ្នឹងទៅផ្សារនេះវិញគេដាក់ថាអប្សរាផ្សារលើមិនដឹងថាមានន័យថាយ៉ាងម៉េចដែរកន្លែងផ្សារនេះស្អាតណាស់ព្រឹកឡើងគឺមានការរៀបចំលក់ដូរហើយនៅមានជាមួយនឹងព្រះសង្ឃនិមន្តបិណ្ឌបាតហើយមានលក់ជាមួយនឹងដែលវាថា street market ឬថាវានៅលើដងផ្លូវកំពិតលើផ្លូវហ្នឹងផ្លូវជិះម៉ូតូទេទៅពេលដែលបងប្អូនអ៊ីស្លាមឬក៏បងប្អូនប្រជាជនបាត់ដំបងមកលក់នៅតាមផ្លូវច្រើនវាទៅជាកន្លែងផ្សារមួយប៉ុន្តែគេនៅតែឲ្យម៉ូតូជិះឆ្លងកាត់ចឹងដោយសារតែនៅលើហ្នឹងវាជាផ្លូវរបស់ម៉ូតូស្អាតខ្ញុំចិត្តកន្លែងទស្សនភាពមិញហ
ហើយភាគច្រើនបរទេសចិត្តមកថតនៅកន្លែងផ្សារលើមែនតើដោយសារតែវាតាក់ទាញវាមានជាមួយសកម្មភាពគេលក់ដូរតាមផ្លូវវាបង្កើតបានទៅជាការតាក់ទាញមួយដ៏ល្អមួយអានេះខ្ញុំដាក់ម៉ៃនៅក្នុងមួកហើយយើង record ហ្នឹងបានលឺសូលបងប្អូនទាំងនេះបើសិនជាអត់ច្បាស់អីកុំប្រកាន់អីដោយសារតែខ្ញុំចង់ធ្វើនេះខ្ញុំចង់ជិះម៉ូតូបដានិយាយបដាតែបើសិនយើងដាក់កាមេរ៉ានៅខាងក្រៅម៉ៃនៅខាងក្រៅនិយាយទៅសូខ្យល់អត់លឺសូសំឡេងខ្ញុំចូលទេខ្ញុំចង់ធ្វើវីដេអូអញ្ចឹងឲ្យបានច្រើនខ្ញុំធ្វើបានប៉ុណ្ណាខ្ញុំយកប៉ុណ្ណឹងខ្ញុំអត់នេះទេអូថ្ងៃនេះខ្ញុំឃ្លានញ៉ាំនំហ៊ីងផ្លេចគេឆឹងខ្ញុំត្រូវបកទៅទិញនំហ៊ីងមួយសិននៅសាលើនំហ៊ីងនៅកន្លែងសាលើរៀងឆ្ងាញ់តែខ្ញុំចូលចិត្តញ៉ាំនៅកន្លែងគាត់ចាំថ្ងៃក្រោយយើងទៅញ៉ាំបាយនៅក្នុងមន្ទីរវងខ្ញុំថតវីដេអូឲ្យបងប្អូនបានឃើញខ្ញុំបកទៅទិញនំហ៊ីងមួយសិនបងប្អូនទាំងគ្នាអ្នកណាគេខ្លះចូលចិត្តនំហ៊ីងជាមួយនឹងកាហ្វេខ្ញុំថ្ងៃនេះខ្ញុំចង់ញ៉ាំនំហ៊ីងជាមួយនឹងកាហ្វេនំហ៊ីងជ្រលក់មួយកាហ្វេឆ្ងាញ់ណាស់ខ្ញុំចូលចិត្តញ៉ាំខ្ញុំជីឡាយតែនិយាយគ្នាជីហួសហូជីហួសសាលាស្ដេចឪសាលាចាស់របស់ខ្ញុំផ្អាប់រៀននៅស្ដេចឪនេះសាលាវិទ្យាល័យសម្ដេចឪឆ្នាំ2012 13 14 15នេះខ្ញុំរៀននៅសាលានេះឯងហើយខ្ញុំពិតចំណឹកអារសជាតិមីនៅក្នុងទឹកស៊ុបមកនៅក្នុងនឹងមែនតើខ្ញុំចង់ចូលទៅញ៉ាំប៉ុន្តែគេបិទលបងគេអត់ឲ្យចូលអត់ដឹងគេចូលតាមផ្លូវណាដែរពីមុនធ្លាប់ញ៉ាំដែរមួយចាន 1,500 មួយចាន 1,500 ទៅ 2,000 ប៉ុន្តែឥឡូវលក់លេងបានទេបងប្អូនអើយតែយើងបកទៅសាលើវិញយើងទៅទិញនំហ៊ីងខ្ញុំភ្លេចឆឹងមើលឡៃតែនិយាយគ្នាលេងមិញភ្លេចទិញនំហ៊ីងអូអរិយអូហូស្គីទិញនំហ៊ីងសានេះទៅពីគេបើតែបានដើរចូលដល់ក្នុងនេះចង់7-20ដល់5-10ឆ្នាំលើតាំងពីការសាគេបើកយូរដែរអើយនេះខ្ញុំមកទិញនំហ៊ីងនៅគៀននេះមួយសិនផ្លិចតុបតនេះសិនណាយកនំហ៊ីងពីរមីលុយទិញនំហ៊ីងមួយសិនបាទនំហ៊ីងញ៉ាំមួយទៅ500ឯបាត់តវងមាន500ទៅនំហ៊ីងបានដាក់ក្នុងកាបូបមួយសិនហើយខ្ញុំត្រូវការញ៉ាំនំហ៊ីងជាមួយកាហ្វេខ្ញុំភ្លេចឆឹងមិញជិះហួសរៀងឆ្ងាយដែរបងប្អូនតោះនេះប៉ុន្តែយើងទៅវិញយើងជិះតាមផ្សារកន្លែងមិញចាំយើងជិះតាមកន្លែងមិញទៀតអានេះរូបរបស់ខ្ញុំខ្ញុំចង់ធ្វើវីដេអូជិះម៉ូតូចែបើសិនជាអាចទៅខេត្តផ្សេងខ្ញុំចង់ធ្វើនិយាយបានច្រើនដោយសារតែមនុស្សយើងរស់នៅលើផែនដីនេះរស់មិនបានយូរទេបងប្អូនយើងអញ្ចឹងយើងរស់នៅមានតម្លៃចឹងខ្ញុំចង់បង្កើតវីដេអូបានច្រើននៅក្នុង channel YouTube របស់ខ្ញុំដើម្បីទុកមើលនេះសារដែលខ្ញុំនិយាយអាហ្នឹងសារថ្មើរជើងហេមិនថ្មើរជើងគេលក់អីនៅតាមផ្លូវហើយវាបង្កើតភាពតាក់ទាញមួយដែរល្អខ្លាំងមែនទែននេះលក់ដូររេខ្ញុំមិនដែរបានចូលផ្សារនេះទេអត់ដែរបានចូលខាងក្នុងទេបានតែមកជីកកាត់ចឹងឯងឃើញមានគេលក់អីហើយពេលខ្លះទៅខ្ញុំមកទិញអីវ៉ាន់នៅនឹងដែរនឹងទិញអីវ៉ាន់នៅនឹងគឺខ្ញុំអត់ចោះទៅទេខ្ញុំអត់ចោះដាក់ម៉ូតូផ្ញើចូលខាងក្នុងគឺយើងទិញនៅខាងក្រៅមានលក់ដូចគ្នាដែរភាគច្រើននៅខាងក្រៅមានបងប្អូនខ្មែរអ៊ីស្លាមគាត់លក់នៅខាងក្រៅលក់ត្រីលក់អីចឹងទៅម្យ៉ាងដែរស្អាតបើសិនជាបាត់ដំបងយើងមានការរៀបចំចឹងឲ្យបានច្រើនណាថាយើងបើកជាប្រភេទផ្សារនៅលើផ្លូវចឹងអូខេបើសិនជាអ្នកភូមិគេមកលក់ស្រាប់ហើយយើងគួរតែរៀបចំមានស្តាប់ថតជាងនឹងទៀតទៅវាទៅជាផ្សារមួយដែលមានរបៀបរៀបរយអញ្ចឹងវាធ្វើឲ្យមានភ្ញៀវទេសចរមកដែរហើយផ្សារមិញសម្បូរភ្ញៀវមកណាសម្បូរភ្ញៀវទេសចរមកថតនៅជាពិសេសជនជាតិបារាំងអីមកអញ្ចឹងមកចាប់អារម្មណ៍ជាមួយសារនឹងមែនតើគាត់ដើរថតដើរអីចាអាហ្នឹងវាសុទ្ធតែជាចំណុចមួយដែលអាចទាក់ទាញភ្ញៀវអី
វាអាស្រ័យទៅលើយើងចេះតុបតែងបើយើងចេះតុបតែងឲ្យវាស្អាតអាហ្នឹងអូខេយើងអាចទាក់ទាញភ្ញៀវបានច្រើនដែរតាមពិតទៅខេត្តបាត់ដំបងយើងមានកន្លែងច្រើនដែលទាក់ទាញជាទេសចរដោយសារតែឥឡូវនេះមានការរៀបចំធ្វើជាមួយនឹងផ្លូវអញ្ចឹងវាមិនតាន់ល្អប្រសើរទេតែខ្ញុំជឿជាក់ថាថ្ងៃអនាគតថ្ងៃខាងមុខគឺនឹងមានការរៀបចំបានស្អាតទេទាក់ទងទៅនឹងក្រុងបាត់ដំបងរបស់យើងហើយខ្ញុំក៏សប្បាយចិត្តដែរខ្ញុំប្រជាជនខេត្តបាត់ដំបងគឺរស់នៅសប្បាយចិត្តខ្លាំងមែនទែនបានឃើញខេត្តខ្លួនឯងស្អាតហើយខ្ញុំក៏ជាផ្នែកមួយដើម្បីផ្សព្វផ្សាយតំបន់ទេសចរក្នុងបាត់ដំបងដែរសាលាខេត្តឥឡូវនេះប្រែក្លាយទៅជាមន្ទីរប្រវត្តិសាស្ត្រនៅក្នុងខេត្តបាត់ដំបងវិញហើយពីមុនគេហៅថាសាលាខេត្តស្តុបនេះគេបិទទេដូចជាអស់ហើយអស់អាគុយហើយសាកថ្មលេងចូលហើយស្តុបនេះហើយពេលមកបាត់ដំបងជិះតាមខ្ញុំនេះឆ្លងស្ពាននេះខុសហើយណាគេដាក់ប៉ាយនៅពីមុខដាក់ហាមឆ្លងតែឆ្លងនៅអស់លុយហើយអញ្ចឹងបងប្អូនមកគឺគ្រប់ច្បាប់នេះទៅកុំឲ្យជិះពីច្រាស់ផ្លូវអីវាខុសអីវេទនានាំតាមានបញ្ហាអីអន់ចិត្តអីអញ្ចឹងទៅខ្ញុំចង់ជិះមកជុំហើយចាំយើងទៅរកកាហ្វេញ៉ាំខ្ញុំចង់ញ៉ាំកាហ្វេហើយថ្ងៃនេះយកកុំតមកធ្វើការដែរកន្លែងនេះអ្នកបាញ់ទឹកនៅតែរក្សារូបរាងដែរអ្នកបាញ់ទឹកគាត់ថាគេថែមជាមួយនឹងវិមានឯករាជ្យវិមានឯករាជ្យនេះបាត់ដំបងធ្វើបាន4ឆ្នាំហើយតែកន្លែងនេះធ្វើ3ដងឯងកន្លែងមាត់ស្ទឹងនេះខូចធ្វើ3ដងឯងខ្ញុំអត់ចង់ជិះតាមផ្លូវធំខ្ញុំជិះតាមផ្លូវកលុកលាក់ឲ្យបងប្អូនបានឃើញវិញខ្ញុំជិះតាមផ្លូវវត្តដំរីសជិះតាមផ្លូវតិចតួចខ្ញុំចង់ឲ្យមើលពីអាគារឬក៏មើលពីផ្ទះទៅហើយណាមួយគេចិត្តអភិវឌ្ឍធ្វើជាមួយនឹងដូចជាធ្វើជាមួយกันហ្នឹងគេហៅរៀបចំសម្រាប់អាគារឡើងវិញហ៎តែអាគារខ្លះគេត្រូវបានវាយចោលតែខ្ញុំចង់ជិះថតឲ្យបងប្អូនបានឃើញបន្តិចសិនពីមុនកន្លែងនេះអង្គមិនតាន់មាន PDT កន្លែងលក់បាយមួយជួរនេះពេញឥឡូវគេធ្វើ PDT ទៅគេធ្វើកន្លែងចតនៅតែមានលក់បាយអញ្ចឹងខ្ញុំខាន់មកយូរផ្លូវនេះអូហើយពូកោទឹកផុកនេះឆ្ងាញ់ណាស់មិញសាលារៀន2ធ្នូនេះសាលារៀន2ធ្នូខាងស្ដាំដៃខ្ញុំសាលារៀន2ធ្នូហើយគេលក់ជាមួយនឹងចំណីអាហារឬក៏លក់អីតាមផ្លូវខ្ញុំមិនសូវបានជិះទេបងប្អូនបងប្អូនខ្ញុំអ្នកបាត់ដំបងមែនតែមិនមែនថាជិះរាល់ថ្ងៃទេគឺខ្ញុំតែបានជិះទេអានេះខ្ញុំជិះដោយសារខ្ញុំមកថតវីដេអូខ្ញុំជិះប្រហែលទេអានេះប្រភេទ local food នៅតាមផ្លូវមានគាត់ដាក់បាតលោកនៅបាត់ដំបងព្រឹកឡើងមានប្រជាជនហ្នឹងគឺគាត់ព្រឹកឡើងដាក់បាតលោកច្រើននៅក្នុងខេត្តបាត់ដំបងខ្ញុំស្រឡាញ់ខ្លាំងមែនទែនទស្សនភាពមានព្រះសង្ឃនិមន្តតាមផ្លូវអញ្ចឹងខ្ញុំស្រឡាញ់ខ្លាំងវាមានភាពតាក់ទាញខ្លាំងមែនទែនខ្ញុំមិនដឹងថាគេមិនទេសម្រាប់ខ្ញុំចូលចិត្តលក្ខណៈបែបនេះប្រភេទចេះមើលមកមានភាពតាក់ទាញសូម្បីតែបរទេសគឺគាត់ចូលចិត្តដែរមានភាពតាក់ទាញដោយសារតែចម្លែកវាប្លែកភ្នែកនេះវាជាប្រភេទ daily មានការធ្វើរបបប្រចាំថ្ងៃមានកាប់អុសមានអីស្រឡាញ់ខ្លាំងមែនទែនខ្ញុំសិនជាមានឱកាសចង់ធ្វើ cinematic តែលក់កាមេរ៉ាអស់ហើយអត់មានអីធ្វើទៀតទេអញ្ចឹងខ្ញុំបានតាមមកជិះថតដែរកន្លែងកាទៀវនេះគឺខ្ញុំធ្លាប់មកថតដែរពីមុនម៉ាក់យាយក៏ដាក់បាត់លោកច្រើនណាខ្ញុំជិះរះថតហើយមកជួននេះឲ្យបងប្អូនបានឃើញជិះតាមផ្លូវលេខ3គឺខ្ញុំអត់ជិះទេខ្ញុំជិះតាមផ្លូវតិចតួចហើយយើងចេញម្ដងយើងទៅផ្លូវលេខ2វិញអានេះគេហៅផ្លូវលេខ2កន្លះលេខ1លេខ2លេខ2កន្លះផ្លូវខាងនោះផ្លូវលេខ2ជំនួសទៅពេលឡាននៅមុខជាងថតលេងស្អាតបដ ாய் សុំទៅមួយព្រោះគាត់អត់សញ្ញោទេគាត់ទៅត្រង់ដែរជិះយឺតមែនព្រោះខ្ញុំសុំទៅមួយមកខ្ញុំថតវីដេអូឲ្យអតិថិជនខ្ញុំមើល
ខាងមុខនោះសាណាត់នៅពេលយើងជិះមកដល់ខាងមុខនេះគឺគេហៅថាសាណាត់អីហើយសាណាត់ហ្នឹងគឺចែកជាពីរទៀតវាមានខាងម៉ាកណាត់ពូជាពីរប៉ុន្តែពេលព្រឹកចឹងគេបិទផ្លូវឲ្យយើងជិះទេហើយពេលល្ងាចបានគេបើកផ្លូវឲ្យយើងជិះអាកន្លែងកណ្ដាលសានេះបាននេះខ្ញុំមិនដែរបានជិះទេគេបើកអត់នេះគេបើកដែរនេះខ្ញុំជិះបងប្អូនបានឃើញមើលនេះផ្សារណាត់យើងអត់ដែរបានជិះកណ្ដាលផ្សារនេះទេព្រឹកឡើងគេបើកយើងអាចជិះម៉ូតូបានតែពេលមនុស្សច្រើនពេកគេបិទអានេះកណ្ដាលផ្សារតែម្ដងអ្នកខ្លះអត់ដឹងទេនៅបាត់ដំបងតែសម្រាប់ខ្ញុំឧស្សាហ៍ជិះតែពេលខ្លះខ្ជិលវាងឆ្ងាយពេកខ្ញុំជិះតាមផ្លូវហ្នឹងលឿននេះមានជាមួយនឹងភ្ញៀវមកច្រើនណាជឿថាបាត់ដំបងពីច្រើនភ្ញៀវចាប់អារម្មណ៍ជាមួយនឹងអគារបុរាណណាអគារកាលពីសម័យបារាំងទេហើយយើងជិះដល់សាលាមនីវង្សឬក៏សាលាសហើយយើងបកមកខាងក្រោយវិញហើយយើងទៅញ៉ាំអីម្ដងដោយសារតែព្រឹកឡើងនេះខ្ញុំអត់បានញ៉ាំអីទេនោះគឺខ្ញុំក្នុងកញ្ចក់ខ្ញុំចិត្តជិះមើលខ្លួនឯងក្នុងកញ្ចក់មែនតើខ្ញុំសម្រេចចិត្តថាបត់តាមផ្លូវនេះវិញហើយខ្ញុំចង់ជិះថតនៅមជ្ឈមមកស្ទឹងតិចហើយយើងត្រឡប់ទៅវិញខានមកញ៉ាំបាយនៅនេះយូរហើយនេះកន្លែងបាយអ៊ីស៊ីមបាយអ៊ីស៊ីមពីមុនចូលចិត្តញ៉ាំបាយតែឥឡូវចូលចិត្តញ៉ាំបាយទេអូនេះអ៊ំកាត់យកអត់ទៅនេះចាំមើលប្រាប់គេសិនកាត់យកអត់ទៅមកដុំហើយកាត់យកទៅដាក់ទុកដើរកុំឲ្យសើមវិញណាចាំមើលទៅពេលគេធ្វើអានេះហើយទៅគេចាប់ឡើងដាក់អិតមកវិញឃើញបាត់អស់មួយធ្វើបាបគាត់និយាយលេងបងប្អូនតានេះកុំប្រកាន់អីក្នុងវីដេអូនេះគឺយើងចង់បង្កើតមកដើម្បីនិយាយគ្នាលេងចឹងឯងហើយខ្ញុំនៅតែរំពឹងថ្ងៃក្រោយសង្ឃឹមថាបាត់ដំបងនឹងអនុញ្ញាតឲ្យបង្ហោះដ្រូនឡើងវិញហើយខ្ញុំក៏ជាឱកាសមួយដែរដើម្បីបានថតវីដេអូថ្មីហោះចុះក្នុង page ឬក៏ YouTube អញ្ចឹងទៅបិទដ្រូនអញ្ចឹងចប់ហើយខ្ញុំអាមនុស្សចូលចិត្តហោះដ្រូនផងបិទដ្រូនត្រូវបានថតជាមួយសួនថ្មីប៉ុន្តែគេបិទដ្រូនអញ្ចឹងខ្ញុំអត់អាចថតបានហើយណាមួយដ្រូនខ្ញុំលក់ចោលទេបើសិនជាគេឲ្យបង្ហោះហើយណាយើងជាទុកអានេះបាយគេធ្វើរូបសនៈក៏មិនដឹងកន្លែងនេះគឺគេមានការរៀបចំធ្វើហើយចិត្តស្អាតហើយបាត់ដំបងត្រមបន្តិចទៀតទេតែមួយឆ្នាំទេស្អាតហើយអាចមកលេងបានដើរដូចនៅស្រុកគេនេះកន្លែងចន្ទថាបោះពុំកន្លែងនេះកន្លែងបោះដៃគូរបស់ខ្ញុំកាត់ឃើញនៅក្នុងផ្ទះយើងបាត់ឆ្វេងឆ្លងទៅខាងស្ពានម្ខាងបងប្អូនទាំងអស់គ្នាយើងឆ្លងទៅខាងស្ពានម្ខាងវិញស្ពាននេះគេស្ពានសម្ដេចសោខេងស្ពានសម្ដេចសោខេងសួនកន្លែងនេះធ្វើឲ្យព្រមបកអាស្អីនេះចេញបដកឲ្យចេញស្លាស់ស្អាតបាទពូកង់3គាត់ប្រជុំគ្នាមើលម៉ូតូឲ្យទៅវិញទៅមកខែនេះផ្កាស្អាតហើយផ្កាសាគូរ៉ានេះផ្កាតបែកព្រៃប៉ុន្តែវាដោះដូចផ្កាសាគូរ៉ាជាងស្អាតហើយខែនេះគឺពេញហើយតែបាត់ដំបងអស់ហើយអាដើមតបែកព្រៃខ្លះគេកាប់ចោលដោយសារតែគេធ្វើផ្លូវធ្វើអីគេកាប់អានឹងចោលខ្លះទៅខ្ញុំដាក់ម៉ៃនៅក្នុងមួកអត់លឺសូរខ្យល់ទេបងប្អូនហ៎ប៉ុន្តែទៅពេលនិយាយទៅវាលឺសូរលុលអានេះធ្វើមិនទេបើយើងមានតែប៉ុណ្្នឹងឯងយើងអត់មានលុយទិញស៊ីណាដាក់ដូចគេយើងប្រើជាមួយនឹងម៉ៃធម្មតាវា low quality តែយើងអាចប្រើបានយើងអាចស្ដាប់បានយើងប្រើសិនទៅហើយចាំថ្ងៃណាមានលុយគឺយើងត្រូវការដូរយើងដាក់ជាមួយនឹងសេណាយើងប្រើតាមសមត្ថភាពរបស់យើងបងប្អូនទាំងគ្នាយើងនៅទូចយើងប្រើតាមទូចនៅធំប្រើតាមធំ
ហើយក្នុងវីដេអូនេះគឺយើងធ្វើដំណើរទៅញ៉ាំកាហ្វេទេខ្ញុំយកកុំព្យូទ័រធ្វើការដែរហើយយើងថតមួយវីដេអូផងហើយវីដេអូហ្នឹងមិនក្រោទេបងប្អូនគឺខ្ញុំអត់បានផុសទេទុកចោលផុសប៉ុន្តែយើងអត់បាន public ទេខ្ញុំទុកចោលឲ្យតវីដេអូហ្នឹងទៅជាខែទៅជាផ្អកអាហ្នឹងមិនខ្ញុំ public ឡយរបស់គាត់ដែរយកមកតអសង្ឃយកមកធ្វើជាមួយប្រភេទ slow bar កាហ្វេនៅតាមផ្លូវឃើញឥឡូវសម្បូរហាងកាហ្វេឥឡូវច្រើនខ្ញុំទៅនេះខ្ញុំទៅកាហ្វេផ្កាច័ន្ទទេបងប្អូនកន្លែងហ្នឹងបេនរបស់ខ្ញុំហើយខ្ញុំចូលចិត្តទៅអង្គុយនៅហ្នឹងធ្វើការនៅហ្នឹងដល់តាមបងខ្ញុំក៏យើងបាត់ខាងស្ដាំដៃហើយខ្ញុំនឹងបញ្ចប់វីដេអូនៅត្រឹមហ្នឹងសិនចាំជួបគ្នានៅថ្ងៃស្អែកឬក៏ឱកាសក្រោយបន្តទៀតខ្ញុំមួយរយៈនេះគឺអត់បានថតវីដេអូទេឡើយតែរវល់ដើរលេងរវល់ធ្វើការអត់មានពេលដើរលេងទេអញ្ចឹងមានតែថតនៅក្នុងក្រុងអញ្ចឹងទៅដើម្បីអ្នកទាំងអស់គ្នាបានឃើញខ្ញុំអត់មានពេលដើរលេងទេឥឡូវគឺរវល់មែនតខែឡូអត់សូវមានភ្ញៀវខែភ្លៀងហ្នឹងទៅយើងបានចេញទ្រីបនៅខាងក្រៅខែទៀតអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងសូមបិទសិនបងប្អូនទាំងអស់គ្នា